ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅកាលពីថ្ងៃពុធទី 5 មីនាថាលោកនឹងពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ប្រទេសបារាំងដើម្បីការពារទ្វីបអឺរ៉ុបពីការគំរាមកំហែងរបស់រុស្ស៊ីចំពេលមានក្តីបារម្ភជំវិញការផ្ដាច់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកបារាំងគឺជាមហាអំណាចនុយក្លេអ៊ែរតែមួយគត់នៅក្នុងសហភាពអឺរ៉ុបនៅក្នុងសន្ទរកថាតាមទូរទស្សន៍មួយនៅមុនកិច្ចប្រជុំកំពូលអឺរ៉ុបពិសេសបានពណ៌នាប្រទេសរុស្ស៊ីថាជាការគំរាមកំហែងដល់ប្រទេសបារាំងនិងអឺរ៉ុបហើយលោកសម្រេចចិត្តបើកការពិភាក្សាជាយុទ្ធសាស្ត្រស្ដីពីការការពារសម្ព័ន្ធមិត្តនៅលើទ្វីបអឺរ៉ុបក្រោមឆ័ត្រនុយក្លេអ៊ែររបស់បារាំងលោកបានបញ្ជាក់ថាការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់បារាំងនឹងស្ថិតក្នុងដៃរបស់ប្រធានាធិបតីបារាំងតែម្នាក់គត់ហើយចំណាត់ការរបស់លោកម៉ាក្រុងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការជំរុញរបស់អ្នកឈ្នះការបោះឆ្នោតអាល្លឺម៉ង់ដែលថ្មីនេះបានអំពាវនាវឲ្យមានការពិភាក្សាស្ដីអំពីការចែករំលែកនុយក្លេអ៊ែរជាមួយនឹងបារាំងអឺរ៉ុបរាប់ទសវត្សរ៍មកហើយពឹងផ្អែកខ្លាំងលើបងធំអាមេរិកលោកម៉ាក្រុងបានលើកឡើងថាអនាគតរបស់អឺរ៉ុបមិនចាំបាច់សម្រេចចិត្តនៅរដ្ឋ Washington ឬ Moscow ទេមេដឹកនាំបារាំងរូបនេះបានបន្តថារុស្ស៊ីឥឡូវកំពុងតែចំណាយ 40% នៃថវិការដ្ឋក្នុងការចំណាយលើវិស័យយោធាជាមួយនឹងផែនការពង្រីកកងទ័ពនៅឆ្នាំ 2030 ជាមួយនឹងទាហានបន្ថែមចំនួន 300,000 នាក់រថក្រោះចំនួន 3,000 គ្រឿងនិងយន្តហោះចម្បាំងចំនួន 300 គ្រឿងលោកម៉ាក្រុងបានចោទសួរថាតើរុស្ស៊ីអាចបញ្ឈប់ការឈ្លានពានត្រឹមអ៊ុយក្រែនដែរឬទេប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថាសម្ព័ន្ធមិត្តត្រូវតែឲ្យប្រកាសប្រជាថារុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនម្ដងទៀតទេបន្ទាប់ពីកិច្ចប្រជុំសន្តិភាពដ៏មានសក្តានុពលមួយត្រូវបានចុះហត្ថលេខានេះនោះមានន័យថាយើងនឹងត្រូវផ្ដល់ការគាំទ្ររយៈពេលវែងសម្រាប់កងទ័ពអ៊ុយក្រែននិងការដាក់ពង្រាយកងកម្លាំងអឺរ៉ុបលើទឹកដីអ៊ុយក្រែនលោកម៉ាក្រុងបានរៀបរាប់លម្អិតថាកងកម្លាំងទាំងនេះនឹងមិនប្រយុទ្ធនៅជួរមុខទេក៏ប៉ុន្តែពួកគេនឹងនៅទីនោះនៅពេលដែលសន្តិភាពត្រូវបានចុះហត្ថលេខាដើម្បីធានាថាវាត្រូវបានគោរពយ៉ាងពេញលេញសូមបញ្ជាក់ថាប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឲ្យអឺរ៉ុបបង្កើនថវិកាចំណាយលើវិស័យការពារជាតិហើយមន្ត្រីរដ្ឋបាលលោក Trump បានបង្ហាញថាកម្រិតនៃការចូលរួមរបស់សហរដ្ឋអាមេរិកបច្ចុប្បន្នប្រហែលជាមិនឋិតថេរជារៀងរហូតទេ